អ្នកនរគ្នាcònឃើញក្បាលវីដេអូក៏ដឹងដែរដោយសារតែថ្ងៃនឹងមេឃបាក់ថ្ងៃខ្លាំងអ្នកនរគ្នាអញ្ចឹងទៅខ្ញុំក៏ធ្វើបាយស្រូបញ៉ាំទៅកណ្ដាលថ្ងៃទៅដល់សារខ្ញុំឃ្លានហើយប្រដប់ក្រោយមកខ្ញុំធ្វើឲ្យខ្ញុំក៏បានមកហៅកន្លែងអង្គុយញ៉ាំនៅក្រុមដើមស្វាយអញ្ចឹងណាដើម្បីយកបាយអាកាសល្អវាឆ្កែនៅវាឃ្លាននេះមុនឈានចូលដល់វីដេអូរបស់យើងសូមណែនាំអំពីផលិតផលខ្មែរមួយដូចជាសាប៊ូកក់សក់ស្ពៃអ្នកនរគ្នាខ្ញុំធ្លាប់និយាយច្រើនដងថាសាប៊ូកក់សក់ស្ពៃនេះគឺជាផលិតផលកូនខ្មែរសុទ្ធ 100% ជាពិសេសពេលយើងបានប្រើទៅដូចជាយើងបានជួយលើកស្ទួយកសិករខ្មែរអញ្ចឹងព្រោះអីស្ពៃគឺដាំនៅស្រុកខ្មែរនឹងឯងអ្នកនរគ្នាហើយសាប៊ូកក់សក់ស្ពៃនេះដែរគេធ្វើមកតម្រូវគ្រប់ស្បែកក្បាលតែម្ដងអត់រើសស្បែកក្បាលទេហើយមកដល់ទៅ10000នេះអ្នកនរគ្នាតម្លៃសមរម្យហើយគុណភាពក៏ល្អផងដែរជាពិសេសបានលើកស្ទួយផលិតផលក្នុងស្រុកទៀតផងអ្នកនរគ្នាហើយយើងគុនខ្មែរយើងប្រើផលិតផលគុនខ្មែរទៅជួយគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាអ្នកនរគ្នាហើយសាប៊ូស្ពៃនេះដែរបើសិនជាអ្នកនរគ្នាអត់ដឹងទិញនៅណាទេអ្នកនរគ្នាអាចអ្នកទៅមកតាមលេខទូរស័ព្ទខ្ញុំក៏បានដែរបើមិនចឹងអ្នកនរគ្នារត់ទិញតាម25ខេត្តក្រុងគឺតាមតបតាមអីហ្នឹងគឺមានអ្នកនរគ្នាខ្ញុំតាំងពីដើមអ្នកនរគ្នាខ្ញុំមិនដែលជាប្រមូលផលិតផលហើយក៏មិនដែលផ្សព្វផ្សាយផលិតផលណាដែរអ្នកនរគ្នាដោយសារតែផលិតផលមួយនេះគឺជាផលិតផលក្នុងស្រុកហើយក៏ជាសាប៊ូកក់សក់មួយដែលល្អនៅក្នុងស្រុកខ្មែរយើងផងដែរអ្នកនរគ្នាហើយនៅក្នុងផលិតផលនោះដែរមិនមែនមានតែសាប៊ូកក់សក់អ្នកនរគ្នាថែមទាំងមានសាប៊ូអបសក់ហើយនិងហ្វមលាងមុខហើយនិងសាប៊ូដោះខ្លួនទៀតផងដូចដែលខ្ញុំបាននិយាយជារឿយៗកាលពីវីដេអូមុនអញ្ចឹងអ្នកនរគ្នាអ្វីដែលខ្ញុំបានប្រើហើយខ្ញុំទទួលបានគឺកូនសក់របស់ខ្ញុំគឺដោះមកអ្នកនរគ្នានេះគឺដោះមកច្រើនខ្លាំងមែនតើគួរឲ្យកត់សង្កល់ពួកអីកាលពីមុនគឺសក់ខ្ញុំគ្រាន់តែជ្រុងឡើងលើអ្នកនរគ្នាជោគមួយដៃមកអញ្ចឹងជ្រុះមកទឹកក្តាប់ហ្មងខ្ញុំកក់សាប៊ូខុសហ៎ប៉ុន្តែពេលខ្ញុំបានជ្រើសសាប៊ូស្ពៃនេះមកគឺសក់ខ្ញុំបានដោះកូនសក់មកអ្នកនរគ្នាអញ្ចឹងសម្រាប់ការទំនាក់ទំនងអ្នកនរគ្នាអាចទំនាក់ទំនងរហូតទិញតាមខ្ញុំក៏បានឬមកក៏អ្នកនរគ្នាអាចរហូតទិញតាម25ខេត្តក្រុងតាមតូបនានាក៏បានដែរអ្នកនរគ្នាហើយនៅក្នុងនោះដែរមិនមែនមានតែសាប៊ូកក់សក់និងសាប៊ូអបសក់ទេអ្នកនរគ្នាថែមទាំងមានសាប៊ូដោះខ្លួនទៀតផងសាប៊ូដោះខ្លួនមានពីររូបមន្តមានរូបមន្តផ្ការំដួលហើយនិងរូបមន្តជីងកាំអ្នកនរគ្នាសម្រាប់សាប៊ូដោះខ្លួនស្ពៃនេះដែរគឺខ្ញុំចូលចិត្តប្រើវាខ្លាំងមែនទែនដោយសារតែវាមានក្លិនក្រអូបខ្លាំងហើយចំណុះវាច្រើនអ្នកនរគ្នាចំណុះវាមានតែ1800 ml ហើយខ្ញុំប្រើតែម្នាក់ឯងអ្នកនរគ្នាខ្ញុំប្រើចោះខ្លាំងមែនទែនដោយសារវាក្រអូបអ្នកនរគ្នាកុំមើលអញ្ចឹងណាក្រអូបខ្លាំងណាស់ហើយនឹងចប់ស្បែកតែម្ដងអ្នកនរគ្នាហើយច្រើនទៀតបន្ទាប់ពីមកខ្ញុំក៏បានដោះខ្លួនជាមួយនឹងសាប៊ូស្ពៃតែម្ដងអ្នកនរគ្នាគឺយើងចាប់ផ្ដើមដោះខាត់ចឹងមកតាមទំនៀមទម្លាប់ស្រីស្អាតចឹងណាអ្នកនរគ្នាហើយនឹងមកដោះខ្លួនអ្នកនរគ្នាមើលតែម្ដងហើយនៅក្នុងវីដេអូនេះដែរខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងវិលមកជួយគ្រប់គ្រងផលិតផលនៅក្នុងស្រុកយើងវិញដែលជាផលិតផលគុនខ្មែរសុទ្ធ 100% តែម្ដងដូចជាសាប៊ូកក់សក់ស្ពៃនិងសាប៊ូដោះខ្លួនស្ពៃអ្នកនរគ្នាឥឡូវនេះគឺជាសកម្មភាពដែលខ្ញុំបានធ្វើការដោះខាត់ហើយដូចស្អីខូចអ្នកនរគ្នានិយាយមែនសាប៊ូហ្នឹងគឺក្អូបខ្លាំងហ្មងទិញប្រើទៅដោយសារតែថ្ងៃនឹងមេឃបើកថ្ងៃល្អអ្នកនរគ្នាគឺអាកាសធាតុគឺល្អខ្លាំងមែនទែនឃើញអត់បើកថ្ងៃមកឡើងចាស់តែម្ដងឡើងក្តៅហែងតែម្ដងហ្នឹងហើយអ្នកនរគ្នាដោយសារនេះគឺជាជីវិតប្រចាំថ្ងៃរបស់ខ្ញុំអត់មានធ្វើអីទេដោយសារតែឥឡូវនេះខ្ញុំអត់បានទៅធ្វើការណាទេខ្ញុំនៅឈឺនៅឡើយទេហ្នឹងហើយអ្នកនរគ្នាកុំភ្លេចថែទាំសុខភាពផងណាកុំឲ្យឈឺអីចឹងណាព្រោះកាលណាដែលយើងឈឺគឺយើងខាតតែអ្នកនរគ្នាទី1យើងលុយឲ្យពេទ្យទី2គឺយើងបាត់បង់ការងារទី3គឺយើងអត់មានបានប្រាក់ចំណូលអីចូលទេប្រហែលខ្ញុំក៏បានដាក់ដាំបាយចឹងអ្នកនរគ្នាដោយសារតែខ្ញុំចង់ញ៉ាំបាយពេលថ្ងៃក្តៅខ្ញុំមកដាក់ដាំបន្តិចទៅហើយបន្ទាប់ក្រោយមកខ្ញុំក៏ដាក់ជៀនសាច់ជ្រូកយើងថ្ងៃហ្នឹងគឺល្អខ្លាំងមែនតើអ្នកនរគ្នាហើយជាមួយនឹងមេឃបើកថ្ងៃល្អផងនោះអ្នកនរគ្នាអើយបរិយាកាសមួយនេះរោអត់មានទេនេះសាច់ជ្រូកយើងក៏បានក្រៀមហើយអ្នកនរគ្នាខ្ញុំផែវាមកខាងទៀតគ្រាន់តែខ្ញុំបញ្ចូលសលេងខ្ញុំលេបទៅបាត់ 3-4 ដងហើយនេះនិយាយមែនឆ្ងាញ់ខ្លាំងហ្មងសម្រាប់ខ្ញុំចូលចិត្តមែនតើអាសាច់ជ្រូកជាឬមកក៏ធ្វើម្ហូបកាត់ធ្វើម្ហូបញ៉ាំខ្លួនឯងនេះក៏ខ្ញុំចូលចិត្តតែម្ដងតបពីសាច់ជ្រូកយើងឆ្អិនហើយខ្ញុំក៏បានដួសដាក់ស្លឹកចេកដូចរដងអ្នកគ្នាដឹងស្រាប់ថាខ្ញុំដួសដាក់ស្លឹកចេកកុំឲ្យវាចាប់ខ្លាំងច្រើនពេកនេះគឺតំណងខ្លាំងមែនតើឡើងក្រហមឆ្អិនឆ្អៅតែម្ដងក្រោយមកយើងក៏បានដួសបាយយើងដាក់ស្លឹកចេកក្តៅៗអញ្ចឹងដើម្បីបង្កើតភាពឈ្ងុយអ្នកគ្នាតាមពិតខ្ញុំរកស្លឹកឈូកឯកាលពីវីដេអូមុនក៏ខ្ញុំរកស្លឹកឈូកដែរប៉ុន្តែអត់មានស្លឹកឈូកទេមានតែស្លឹកចេកអ្នកគ្នាប្រហែលជាឆ្ងល់ថាដែរបើខ្ញុំរកស្លឹកឈូកព្រោះឯស្លឹកឈូកកាលណាដែលយើងដួសបាយក្តៅៗដាក់លើស្លឹកឈូកវាហុយអ្នកគ្នាបាយយើងឈ្ងុយណាស់ឆ្ងាញ់មែនតើជាមួយនឹងទិដ្ឋភាពពេលថ្ងៃចេះអ្នកគ្នាឆ្ងាញ់អស់តោះហ្មងនោះអ្នកគ្នារកឃើញខ្ញុំមកលុបខំដាំស្វាយនឹងអ្នកគ្នានេះគ្រាន់តែជាសកម្មភាពរបស់ស្រីចាស់ម្នាក់ដែលបានមកធ្វើការញ៉ាំបាយក្រោមដាំស្វាយអញ្ចឹងមកអ្នកគ្នាអញ្ជើញឆ្ងាញ់បាយស្រូបយើងកាលពីវីដេអូមុនក៏មានដែរឥឡូវវីដេអូនេះមានបាយស្រូបទៀតមកបាយស្រូបពីមុនញ៉ាំពេលព្រឹកឥឡូវញ៉ាំពេលថ្ងៃមកអញ្ជើញភាសាបាយទាំងអស់គ្នាអ្នកនរគ្នាមកញ៉ាំក្រោមដាំស្វាយត្រជាក់នេះឆ្ងាញ់អស់តោះតែម្ដងនេះគឺជាសកម្មភាពរបស់ស្ត្រីមេផ្ទះដែលចូលចិត្តធ្វើបាយធ្វើទឹកធ្វើម្ហូបអីញ៉ាំអញ្ចឹងអ្នកគ្នាប្រហែលជាស្គាល់ខ្ញុំហើយអ្នកដែលនៅមួយខ្ញុំពីមុនណាគឺខ្ញុំចូលចិត្តធ្វើបាយធ្វើអីញ៉ាំធ្វើម្ហូបអីប្លែកៗអញ្ចឹងដែរអ្នកគ្នាបន្ទាប់ក្រោយមកឆ្កែនៅវាក្លៀនបាយខ្ញុំឡើងទៅយកបាយដាក់វាស៊ីទៅហើយវាអង្គុយមកមុខខ្ញុំស៊ីបាយយើងញ៉ាំបាយបដាផឹកជាមួយទឹកដូងត្រជាក់បដានៅក្រោមដាំស្វាយអូឆ្ងាញ់អត់តោះអ្នកគ្នាហើយនេះឡើងអស់លេងតែម្ដងថ្ងៃវីដេអូនេះអត់មានទេមានតែប៉ុណ្្នឹងទេអរគុណច្រើនចំពោះការតាមដានជួបគ្នាវីដេអូក្រោយ